ជំរាបសួរបងប្អូនថ្ងៃនេះយើងជជែកកំសាន្តបន្តិចតើតើជាមួយនឹងប្រទេសតូចយើងនិយាយពីប្រទេសតូចទាំងអស់ដែលមិនមានមូលដ្ឋានក្នុងភាពរឹងប៉ឹងរបស់ខ្លួនតើនឹងរលាយបាត់បង់ពីផែនទីពិភពលោកបាត់បង់ទឹកដីនៅពេលដែល UN ឬក៏សង្គ្រាមលោកលើកទី3កើតមានដែរទេប្រហែលវាជាវីដេអូមួយដែលខ្ញុំយល់ឃើញថាវាមានអត្ថប្រយោជន៍ហើយរាល់ការនិយាយរបស់ខ្ញុំវាគ្រាន់តែជាទស្សនៈរបស់ខ្ញុំទេមិនកំណត់តែត្រូវទេយើងនិយាយតាំងពីដើមប្រវត្តិសាស្ត្រមនុស្សលោកមកណាมันខ្វះទេប្រទេសដែលបានបាត់បង់มันខ្វះទេណាប្រទេសដែលបានបាត់បង់ចេញពីផែនទីរបស់ពិភពលោកអាណាចក្រដែលដួលរលំវាជារឿងសាមញ្ញវាកើតឡើងតាមរយៈការសម្រេចចិត្តមេដឹកនាំទេមេដឹកនាំដែលមានគ្នាតិចអ្នកទេនៅក្នុងមួយក្រុមសម្រាប់ចិត្តបដូររបបនយោបាយបដូររបបច្បាប់ទំនៀមទម្លាប់ប្រពៃណីសាសនាហើយនៅពេលដែលមានភាពផុយស្រួយកើតឡើងមកដល់ប្រទេសនោះក៏វាបាត់ទៅប្រទេសដែលមានភាពរួមច្រើនណាហើយស្ថិតនៅក្នុងគោលនយោបាយរួមច្រើនតែងតែស្ថិតនៅស្ថិតថេរตัวយ៉ាងដូចឥណ្ឌាទោះបីជាស្ថិតនៅក្នុងរបៀបណាក៏ដោយភាពរីកប៉ាយមិនតែគេមានគេហៅថានគររូបនីយកម្មនៃភាពសុខដុមរមនារួមសេរីសាសនាបូកចូលគ្នាមិនមានការផ្លាស់ប្ដូរភាពរឹងមាំរបស់គេកើតឡើងបន្តដល់ហើយពីសម័យរុងរឿងធ្លាក់ចុះឥឡូវក៏នៅបន្តរុងរឿងទៅតើទៅជាមួយអ៊ីស្រាអែលណាគោលនយោបាយផ្អែកទៅលើសាសនាផ្អែកទៅលើជំនឿធ្វើឲ្យមានប្រទេសកើតឡើងមកវិញអញ្ចឹងទៅហើយយើងឃើញគឺរបៀបហ្នឹងនៅចិនក្បាច់គុណទំនៀមទម្លាប់ការរួមបញ្ចូលគ្នាធ្វើឲ្យមានសាមគ្គីភាពរស់បន្តទោះបីជាពីមួយចំនួនទៅមួយចំនួនពីមន្តកោទៅមន្តកោប៉ុន្តែស្ថិតនៅក្នុងការបង្រួបបង្រួមទេហើយនេះគឺជារឿងរួមហើយនៅក្នុងសម័យនេះយើងមានការព្រួយបារម្ភខ្លាំងមែនទែនយើងនឹងនិយាយអំពីប្រភពហើយយើងនិយាយថាតើប្រទេសមួយវាអាចបែកបាក់បានដោយអ្វីហើយប្រទេសរាល់ថ្ងៃប្រទេសទូចវារស់នៅបានដោយសារអីចឹងទៅមែនទែនទៅបងប្អូនត្រូវដឹងថារាល់ថ្ងៃនេះយើងមានច្បាប់ក្នុងការគាំពៀដែលយើងបានស្គាល់វាថាជាច្បាប់អន្តរជាតិយើងហៅវាយើងយ៉ាងចិត្តស្និទ្ធរហូតដល់មានអ្នក deal ទៅទៀតណាមាន deal ទៅទៀតថាស្ថាប័នហ្នឹងចោលមកសៀតអត់បានការដេកស៊ីប្រាក់ខែអញ្ចឹងទៅប៉ុន្តែស្ថាប័នហ្នឹងគឺជាគុណូបការៈដែលបង្កើតដោយប្រទេសមហាអំណាចលុយរបស់មហាអំណាចផ្ដល់នៅសិទ្ធិសេរីភាពនិងសុខសុវត្ថិភាពឬក៏ឯករាជ្យដល់ប្រទេសតូចៗដែលមិនមានលទ្ធភាពក្នុងការការពារឯករាជ្យរបស់ខ្លួនគឺ UN បើសិនបើមិនមាន UN ទេរាល់ថ្ងៃនេះប្រទេសតូចៗលែងមានវត្តមានទៅហើយជាពិសេសប្រទេសដែលខ្សោយកំថាឡើយឯករាជ្យភាពតែសេរីភាពភាសាទំនៀមទម្លាប់សាសនាក៏លែងមានវត្តមានដែរដោយសារតែ UN ប្រើច្បាប់អន្តរជាតិក្នុងការទាមទារក្នុងការការពាររាល់សមាជិករបស់ខ្លួនដែលជាសមាជិកហ្នឹងណាមិនឲ្យប្រទេសធំដែលជាមហាអំណាចបំពេញឬក៏លេបតបាក់ទេមានសិទ្ធិផ្ដល់សិទ្ធិសេរីភាពស្មើមុខគ្នានៅមុខច្បាប់ក្នុងការដាក់ទាមទារការពារប្រទេសរបស់ខ្លួនពេលខ្លះភាពយុត្តិធម៌វាមិនបានល្អទាំងស្រុងប៉ុន្តែយើងទាំងអស់គ្នាសិទ្ធិតែស្ថិតនៅក្នុងសម្ព័ន្ធមួយហ្នឹងស្ថិតនៅក្នុងមលុបមួយហ្នឹងដើម្បីទទួលបានសិទ្ធិសេរីភាពទទួលបានឯករាជ្យទទួលបានការគាំពៀដោយប្រព័ន្ធច្បាប់ក្រៅពីការពឹងផ្អែកទៅលើច្បាប់អន្តរជាតិហ្នឹងយើងឃើញប្រទេសតូចទាំងអស់ហ្នឹងក៏ចងគ្នាជាសម្ព័ន្ធទាំងធំទាំងតូចហ្នឹងគឺចងគ្នាជាសម្ព័ន្ធដើម្បីការពារខ្លួនបន្ថែមទៅទៀតអាហ្នឹងគឺជារបៀបដែលប្រទេសនៅក្នុងពេលបច្ចុប្បន្នហ្នឹងមានរូបរាងមានធរមានហ្នឹងអញ្ចឹងចងគ្នាសម្ព័ន្ធយើងមានឃើញអឺរ៉ុបគេមាន NATO អញ្ចឹងទៅនៅអាស៊ីហ្នឹងគេមានអាស៊ានអញ្ចឹងទៅឬក៏គេមាន Indo-Pacific Forum ឬក៏មានសម្ព័ន្ធផ្សេងទៀតដើម្បីបង្កើតមកការពាររបស់គេរាល់សម្ព័ន្ធទាំងអស់គឺពឹងផ្អែកទៅលើរឿងតែមួយគត់គឺសេដ្ឋកិច្ចយកប្រទេសធំមួយចង់រំពឹងចង់ធ្វើការឈ្លានពានទៅប្រទេសណាមួយហ្នឹងគឺគេបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលគាំពៀដោយប្រព័ន្ធច្បាប់របស់សមាគមទាំងអស់ហ្នឹងអង្គភាពទាំងអស់ហ្នឹងអង្គការទាំងអស់ហ្នឹងរួមជាមួយនឹងអង្គការសហប្រជាជាតិដែរតែបើសិនជាអត់មានទេបើអត់មានការផ្គប់ផ្គង់ជាលក្ខណៈសកលការនាំចេញនាំចូលការវិនិយោគសេរីភាពសន្តិភាពដែលគាំពៀដោយអំណាចតុលាការអន្តរជាតិអំណាចអង្គការស្ថាប័នធំអន្តរជាតិទេច្បាស់ណាស់វាអត់មានពេលវេលាមួយដែលយើងនិយាយថាថ្ងៃនេះយើងមានសន្តិភាពដោយសារតែភាពខ្លាំងរបស់យើងទេគឺយើងមានតែពាក្យមួយថាដណ្ដើមវាយទាមទារយកកាត់កាប់ប្រមូលតែប៉ុណ្ណោះដូចនៅក្នុងសម័យសង្គ្រាមសំបីតែមហាអំណាចចិនដែលយើងកំពុងតែមើលឃើញថាជាមហាអំណាចខ្លាំងហ្នឹងក៏បានសេចក្តីប្រោះប្រទានពីការរួចឲ្យផុត
ពីការបាត់បង់ប្រទេសរបស់ខ្លួនឬក៏ការមានសេរីភាពក្រោមអំណាចនិគមរបស់ប្រទេសជប៉ុនក្រោយពេលប្រទេសជប៉ុនបានចាញ់សង្គ្រាមនៅក្នុងដៃរបស់សហរដ្ឋអាមេរិកហើយបង្កើតបានជាអង្គការសហប្រជាជាតិបង្កើតបានជាអង្គការផ្សេងៗដើម្បីគាំពារសុខសន្តិភាពសេរីភាពដែនបូរណភាពរបស់ប្រទេសនីមួយៗអញ្ចឹងអ្វីដែលយើងអាចដឹងនៅក្នុងពេលនេះប្រទេសទាំងអស់នៅក្នុងពិភពលោកដែលកំពុងតែមានធរមានឬក៏កំពុងតែមានវត្តមានឬកំពុងតែមានសន្តិភាពឯករាជ្យនេះវាមិនបានកើតឡើងដោយឯងរបស់ពួកគេតែម្យ៉ាងទេប៉ុន្តែវាកើតឡើងដោយសារតែប្រព័ន្ធគ្រប់គ្រងរបស់ពិភពលោកដែលកាលពីមុននោះមានអាមេរិកជាមេបងធំមួយហ្នឹងការពារពិភពលោកខ្ញុំនិយាយពាក្យថាការពារពិភពលោកសម្រាប់បងប្អូនដែលមានទស្សនៈផ្សេងអាស្រ័យទៅលើបងប្អូនណាមេបងធំមួយហ្នឹងគឺការពារពិភពលោកច្រើនទសវត្សរ៍ទៅហើយមេបងធំមួយហ្នឹងណាទើបគេហៅមេបងធំហ្នឹងថាបិតាប្រជាធិបតេយ្យឬក៏បិតាសន្តិភាពបិតាសិទ្ធិសេរីភាពយើងនឹងថា UN មិនមែនកើតឡើងដោយតែសហរដ្ឋអាមេរិកមួយប៉ុន្តែអ្នកដែលផ្ដួចផ្ដើមគឺសហរដ្ឋអាមេរិកក្រោមការផ្ដួចផ្ដើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកមានឈ្មោះថា Franklin D. Roosevelt ដែលបានដាក់ឈ្មោះថា United Nations ឬក៏ UN ហ្នឹងហើយរួមជាមួយនឹងប្រទេសអំណាចធំដែលរួមបញ្ចូលគ្នាបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី3មាននាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសមានអតីតមេដឹកនាំសហភាពសូវៀតដែលរួមគ្នាបង្កើតហ្នឹងហើយបង្កើតហ្នឹងមាន50ប្រទេសរាល់ថ្ងៃ UN រាល់ថ្ងៃនេះ UN នៅដំណើរការបានដោយសារកាតព្វកិច្ចវិភាគទានរបស់ប្រទេសជាសមាជិកមានដល់ទៅ193ប្រទេសនៅក្នុងនោះមានប្រទេសមួយដែលចាយលុយច្រើនជាងគេគឺសហរដ្ឋអាមេរិកមិនថាជំនួយផ្នែកសុភាវុធឬក៏ជំនួយផ្នែកហិរញ្ញវត្ថុសហរដ្ឋអាមេរិកចំណាយលុយរហូតដល់ទៅ22%នៃសមាជិកទាំងអស់22%នៃសមាជិកទាំងអស់ដើម្បីឲ្យដំណើរការរបស់អង្គការសហប្រជាជាតិឬក៏អង្គការផ្សេងៗដែលមានដែលជាអង្គការរណបអង្គការខាងក្រោមដូចជាអង្គការ UNICEF អង្គការសុខភាពអង្គការស្បៀងអាហារពិភពលោកនិងអង្គការផ្សេងៗទៀតសហរដ្ឋអាមេរិកមានកាតព្វកិច្ចច្រើនជាងគេជាអ្នកដែលផ្ដល់សន្តិសុខជាអ្នកដែលផ្ដល់ឲ្យជួយតែក្រោយៗមកយើងឃើញណាចិនក៏ចាប់ដើមកើនឡើងមកដែរចិនចាប់ដើមលូកដៃចូលទៅក្នុងអង្គការសហប្រជាជាតិបង្កើនជំនួយរបស់ខ្លួនដើម្បីបង្កើនសិទ្ធិអំណាចមួយដែលគេហៅថាសិទ្ធិអំណាចវេតូលើការសម្រេចចិត្តប្រទេសនេះវាយប្រទេសនេះប្រទេសអង្គការសហប្រជាជាតិត្រូវតែជួយទេគេនាំគ្នាវេតូថាជួយឬមិនជួយវាអាស្រ័យទៅលើមហាអំណាចទាំងអស់នោះធ្វើការសម្រេចចិត្តដូចគ្នានឹងឯងអានឹងគឺជារឿងដែលយើងកំពុងតែឃើញសំណួរណាយើងចាប់ដើមចូលមកវិញក្តោបមកវិញអញ្ចឹងអ្វីដែលយើងអាចបានដឹងគឺពិភពលោករាល់ថ្ងៃនេះមានសន្តិភាពដោយសារកិច្ចព្រមព្រៀងមួយដោយការបង្កើតនៅប្រព័ន្ធច្បាប់អន្តរជាតិមួយដែលមានអំណាចទាំងអំណាចយោធាក្នុងការគាបសម្កាត់ប្រទេសដែលបានបំពានច្បាប់អន្តរជាតិនិងមានអំណាចទាំងអំណាចសេដ្ឋកិច្ចក្នុងការគាបសង្កត់ទៅលើប្រទេសដែលបានឈ្លានពានប្រទេសដទៃទៀតអានឹងគឺជារឿងមួយអ្វីដែលគេខ្លាចបំផុតហ្នឹងគឺ UN បន្ទាប់មកគឺមានសហគមន៍ឬក៏អង្គការស្ថាប័នតាមតំបន់ផ្សេងៗដែលពួកគេរស់នៅដូចជា NATO ដូចជាអាស៊ានឬក៏ Indo-Pacific ឬក៏អង្គការលេខណាមួយដែលគេបានបង្កើតឡើងអញ្ចឹងតើប្រទេសតូចៗនឹងរលាយទេប្រសិនបើមានសង្គ្រាមលោកលើកទី3មកតាមពិតមុននឹងយើងនិយាយអំពីសង្គ្រាមលោកលើកទី3យើងគួរតែនិយាយអំពីការរលាយនៃស្ថាប័នអន្តរជាតិដែលបង្កើតមកក្នុងការគាំពារសិទ្ធិសេរីភាពសន្តិភាពឯករាជ្យបូរណភាពទឹកដីរបស់ប្រទេសតូចៗឬក៏ប្រទេសធំៗទាំងអស់នៅពេលដែលយើងនិយាយមើលងាយអង្គការសហប្រជាជាតិយើងបំភ្លេចនៅគុណូបការៈទាំងឡាយដែលបានផ្ដល់ឲ្យយើងទាំងសេរីភាពសន្តិភាពឯករាជ្យរួមទាំងប្រព័ន្ធសេដ្ឋកិច្ចដែលបើកឲ្យប្រទេសមួយដែលជាសមាជិកមានសិទ្ធិក្នុងការរស់រានរកស៊ីនិងជួញដូរនាំចេញនាំចូលជាមួយនឹងសមាជិកប្រទេសដទៃទៀតអញ្ចឹងកន្លែងនេះសូមឲ្យដឹងគុណសូមឲ្យមានការចងចាំសូមឲ្យមានការយល់ដឹងអំពីអត្ថប្រយោជន៍នៃអង្គការសហប្រជាជាតិទាំងអស់គ្នាប្រសិនបើបងប្អូនយល់ថាខ្ញុំនិយាយខុសយើងព្យាយាមស្វែងយល់បន្ថែមទៅទៀតទៅហើយប្រសិនបើយើងគិតថាអង្គការសហប្រជាជាតិពិតជាអង្គការអត់បានការចោលមួយទៀតមែនយើងសាកដើរចេញពីអង្គការសហប្រជាជាតិមើលតើរយៈពេល5ឆ្នាំបន្ទាប់ពីដើរចេញតើយើងនៅមានភាពសុខដុមរមណីកម្មសន្តិភាពនិងបូរណភាពដែនដីដែរទេឥឡូវយើងនិយាយអំពីវត្តមាននៃប្រទេសតូចៗទាំងអស់ដែលគាំពារដោយអង្គការសហប្រជាជាតិប្រសិនបើមានសង្គ្រាមលោកលើកទី3វាគួរតែចាប់ផ្ដើមអំពីការរលាយនៃអង្គការសហប្រជាជាតិមួយសិនឬក៏អង្គការឬក៏ស្ថាប័នធំៗរបស់ពិភពលោកមួយសិនបន្ទាប់មកបណ្ដាប្រទេសទាំងអស់ហ្នឹងនឹងបែងចែកទៅជាសម្ព័ន្ធរត់ចូលសម្ព័ន្ធណាមានសម្ព័ន្ធតូចនិងសម្ព័ន្ធធំ
សម្ព័ន្ធតូចឧទាហរណ៍នៅក្នុងអាស៊ានរបស់យើងគឺបង្កើតបានជាសម្ព័ន្ធតូចមួយចឹងទៅនៅអឺរ៉ុបគេមាន NATO ទៅបន្ទាប់មកក៏មានការបង្កើតសម្ព័ន្ធក្នុងការជ្រើសរើសមេមហាអំណាចរៀងខ្លួនមុនសង្គ្រាមលើកទី3គឺជ្រើសមេមហាអំណាចចឹងទៅប្រទេសខ្លះរើសចិនប្រទេសខ្លះលើកសហរដ្ឋអាមេរិកប្រទេសខ្លះរើសសូវៀតទៅតាមភូមិសាស្ត្រនយោបាយរបស់ខ្លួនប៉ុន្តែនៅក្នុងការបង្កើតភ្លាមការបែកបាក់ភ្លាមប្រព័ន្ធច្បាប់របស់អង្គការលេខទាំងអស់នោះมันមានស្ថិរភាពឬក៏มันមានតម្លាភាពឬក៏មិនធានាបានអំពីសុខសុវត្ថិភាពឬក៏ដែនអធិបតេយ្យភាពទេអញ្ចឹងរឿងមួយដែលអាចនឹងកើតឡើងសម្ព័ន្ធស៊ីសម្ព័ន្ធសិនហើយអ្នកនៅពីក្រោយធំឬក៏អ្នកនៅមានអត្តពលធំគេរងចាំមើលតែរឿងមួយទេគឺភូមិសាស្ត្រនយោបាយមួយណាដែលចំណេញគេហើយសេដ្ឋកិច្ចនយោបាយមួយណាដែលចំណេញគេឧទាហរណ៍នៅអាស៊ានយើងមិនបាញ់និយាយឆ្ងាយប្រសិនបើអង្គការពិភពលោកសហប្រជាជាតិបែកខ្ញែកអាស៊ានហ្នឹងក៏មិនទាន់រើសថាខ្លួនស្ថិតនៅក្នុងសម្ព័ន្ធណាមួយដែរស្ថិតនៅក្នុងសម្ព័ន្ធអាស៊ានរួមឬក៏ស្ថិតនៅក្នុងការជ្រើសរើសមហាអំណាចម្ខាងណារួមអញ្ចឹងប្រទេសបើសិនជាអាស៊ានមានប្រទេសមួយខ្លាំងមានប្រទេសមួយខ្សោយហើយប្រទេសខ្លាំងជ្រើសរើសមហាអំណាចដែលកំពុងតែខ្លាំងហើយប្រទេសខ្សោយភូមិសាស្ត្រនយោបាយជ្រើសរើសយកមហាអំណាចមួយទៀតដែលកំពុងខ្លាំងដូចគ្នាប៉ុន្តែភូមិសាស្ត្រនយោបាយរបស់យើងមិនអំណោយផលទៅដល់អំណាចរបស់គេអាប្រទេសខ្លាំងដែលមានមហាអំណាចខ្លាំងនៅពីក្រោយអាចលេបត្របាក់អាប្រទេសខ្សោយទូចដោយមិនមានជំនួយណាមួយនៅឡើយនេះយើងអត់រាប់ពីបញ្ហាសេដ្ឋកិច្ចឬក៏ឯករាជ្យឬក៏ការរំលោភបំពានទេបើសិនបើយើងនៅតែជាប្រទេសខ្លាំងយើងអត់បាត់បង់ទឹកដីទេហើយយើងជាភូមិសាស្ត្រនយោបាយដែលបម្រើឲ្យបែកប៉ូលមួយនៃមហាអំណាចមួយហោចណាស់ក៏យើងខ្លាចជាប្រទេសមួយដែលហៅថាជាប្រទេសជាតំបន់ proxy war P R O X Y war យើងហ្នឹងសង្គ្រាមយើងហ្នឹងគឺជាកន្លែងដែលគេយកមកធ្វើសង្គ្រាមគេអត់ឆ្លោះគ្នានៅលើទឹកដីរបស់គេទេឧទាហរណ៍សហរដ្ឋអាមេរិកនិងចិនវាយគ្នាគេដាក់សពាវុធនៅតាមបណ្ដោយសមន្តរដ្ឋតូចដែលជាដៃជើងរបស់គេហ្នឹងអ្នកនេះដាក់អានេះទៅអ្នកនោះដាក់អានោះទៅហើយគេវាយគ្នានៅហ្នឹងទៅគេក៏តិចគ្នាសពាវុធនៅហ្នឹងទៅអ្នករងគ្រោះណាមិនមែនថាគេមិនប៉ះតកិច្ចរវាងសហរដ្ឋអាមេរិកនិងចិនទេប៉ះតកិច្ចប៉ុន្តែគេដាក់សពាវុធគេដាក់ស្បៀងគេដាក់ទ័ពដែលធ្វើឲ្យម្នាក់ព្យាយាមវាយបំបាក់នៅចំណុចខ្លាំងដែលនៅគៀករបស់គេណាអញ្ចឹងប្រទេសរបស់យើងនឹងក្លាយទៅជាតំបន់ proxy war អធិស្ឋានមិនមែនយើងទេប្រទេសតូចទាំងអស់ហ្នឹងនឹងក្លាយជា proxy war ជាកន្លែងដែលគេប្រើប្រាស់ក្នុងការសាកសង្គ្រាមប្រយុទ្ធគ្នាច្បាំងគ្នាសាកសពាវុធក្រោមសម្ពាធនយោបាយក្រោមការបាក់បែកផ្ទៃក្នុងយើងខ្លាចជា proxy war មកផ្ទៃក្នុងក៏យើងលែងមានដែរក្រោមកង្វះខាតនៃតំណែងប្រទេសដែលមិនមានសមត្ថភាពក្នុងការផលិតខ្លួនឯងចិញ្ចឹមខ្លួនឯងឬក៏មិនមានសេរីភាពឬក៏មិនមានសុខសុវត្ថិភាពជាមួយនឹងបញ្ហាស្បៀងអាហាររងគ្រោះធ្ងន់ធ្ងរហើយប្រសិនបើមានក៏មិនកំណត់ថាស្បៀងអាហារធម្មពលវិបត្តិធម្មពលទាំងអស់ហ្នឹងអាចបំរើឲ្យពលរដ្ឋរបស់ប្រទេសនោះផងដែរនោះទេវានឹងក្លាយទៅជារបស់ប្រទេសមហាអំណាចដែលគេកំពុងតែច្បាំងគ្នាដូចសង្គ្រាមលោកលើកទី3អញ្ចឹងសង្គ្រាមលោកលើកទី3បារាំងគៀខ្មែរទៅច្បាំងជួយបារាំងបើបងប្អូនណាប្រហែលជាមិនតាន់ទេនៅស្ពានជ្រួយចង្វារង្វង់មូលគួយកណ្ដុងចាស់ហ្នឹងគឺមានរូប2គេហៅថារង្វង់មូលរូប2ណាប៉ុន្តែបច្ចុប្បន្នហ្នឹងគេដកចេញឲ្យទៅតែសាងថ្មីមកវិញទេរង្វង់មូលរូប2នៅទល់មុខស្ថានទូតបារាំងដែលរំលឹកពីវីរភាពរបស់កងទ័ពខ្មែរទៅជួយច្បាំងបារាំងនៅសង្គ្រាមលោកលើកទី2សម័យមើលតើកងទ័ពខ្មែរទាំងអស់ហ្នឹងពិតជាចង់ទៅជួយច្បាំងបារាំងមែនទេហើយសម័យមើលប្រសិនបើសង្គ្រាមលោកហ្នឹងកើតឡើងគាត់ថាឡើយទឹកដីណាសេរីភាពឯករាជ្យភាពមនុស្សក៏ខ្លាចទៅជាទាសករនៃសង្គ្រាមដែរបើគាត់ជាមានការកែនទ័ពពីមហាអំណាចធំដើម្បីយកទៅច្បាំងឲ្យពីព្រោះកង្វះខាតតំណែងវិបត្តិធម្មពលកង្វះខាតសេដ្ឋកិច្ចកង្វះខាតស្បៀងការបិទនៅព្រំដែនផ្លូវគោកផ្លូវសមុទ្រនឹងកើតមានឡើងប្រទេសតូចនឹងក្លាយជាមូលដ្ឋានទ័ពនឹងក្លាយជាមូលដ្ឋាននៃការប្រមូលស្បៀងតែប្រទេសតូចដែលខ្សោយនឹងក្លាយទៅជាចំណីសម្រាប់ប្រទេសតូចដូចគ្នាដែរដែលមានមូលដ្ឋានភូមិសាស្ត្រនយោបាយនិងនយោបាយសេដ្ឋកិច្ចត្រូវជាមួយនឹងមហាអំណាចខ្លួនហើយប្រទេសតូចដែលលេបគេហ្នឹងក៏ក្លាយទៅជាមូលដ្ឋានទ័ពក៏ក្លាយទៅជាកន្លែងសាកសង្គ្រាមក៏ក្លាយទៅជាកន្លែងផ្ដល់នៅភាពរស់រានឬក៏ធនធានរបស់មហាអំណាចទៅវិញ
នឹងហើយគឺជាសង្គ្រាមលោកលើកទី3អញ្ចឹងនៅពេលដែលយើងនិយាយអំពីសង្គ្រាមលោកលើកទី3គឺនិយាយអំពីការបាត់បង់ទឹកដីនៃប្រទេសតូចៗវាជារឿងសាមញ្ញទេព្រោះវាបង្កើតឡើងហើយនៅសង្គ្រាមលោកលើកទី1លោកលើកទី2ដែលយើងឃើញណាអានេះបើយើងមិននិយាយពីសង្គ្រាមទូទៅផងអញ្ចឹងពិភពលោកនៅក្នុងពេលបច្ចុប្បន្ននេះវារស់បានតាមរយៈការចងគ្នាជាសម្ព័ន្ធដោយបង្កើតនៅអំណាចយោធាបង្កើតនៅអំណាចសេដ្ឋកិច្ចហើយការចងគ្នាជាសម្ព័ន្ធហ្នឹងវាកើតឡើងតាមមហាអំណាចសហរដ្ឋអាមេរិកដែលផ្ដួចផ្ដើមដំបូងជាមួយគ្នាជាមួយនឹងចក្រភពអង់គ្លេសទាញអ្នកចាញ់សង្គ្រាមសូវៀតចូលមកដែរទៅលើកិច្ចសន្យាព្រមព្រៀងសន្តិភាពទាំងអស់ហ្នឹងបើសិនបើ UN ពិតជាបែកធ្លាយរលាយបាត់បង់ពិភពលោកនោះក៏ជាពេលវេលាដែលយើងឃើញសង្គ្រាមវិទ្យាសង្គ្រាមយកទឹកដីសង្គ្រាមចាប់មនុស្សសង្គ្រាមទាសករសង្គ្រាមសម្រាប់ទឹកភ្នែករបស់អ្នកក្រឬក៏អ្នកទុនខ្សោយនឹងកើតមានឡើងម្ដងទៀតវាលែងជាពិភពរបស់មនុស្សហើយវាជាពិភពរបស់ចៅហ្វាយនិងទាសករវាជាពិភពរបស់វណ្ណៈសក្តិភូមិនិយមដែលនឹងកើតមានម្ដងទៀតនេះហើយគឺជាអ្វីដែលយើងមិនចង់ឃើញនោះទេតាមការយល់របស់បងប្អូនសម្រាប់ខ្ញុំមិនកំណត់មិនកត់សម្គាល់ទៅលើប្រទេសមួយណាទេតែខ្ញុំអាចនិយាយបានថាវាស្ថិតនៅលើភូមិសាស្ត្រនយោបាយនិងនយោបាយរបស់ប្រទេសតូចៗទាំងអស់នៅពេលដែលសង្គ្រាមលោកកើតឡើងសង្គ្រាមលោកកើតឡើងមុនសង្គ្រាមលោកកើតឡើងប្រទេសខ្លះគឺរលាយបាត់មុនសង្គ្រាមលោកកើតឡើងមកទៅទៀតហេតុអីពីព្រោះវាបានបាក់បែកនៃអង្គការសម្ព័ន្ធអង្គការលេខដែលគាំពៀបូរណភាពដីសន្តិភាពឯករាជ្យនិងភាពជាប្រព័ន្ធរកស៊ីរបស់ពិភពលោកបន្ទាប់ពីបែកនៅអង្គការលេខទាំងអស់ហ្នឹងឯងគឺជាសង្គ្រាមវិទ្យាដែលចាប់ផ្ដើមពីសង្គ្រាមតូចៗទៅជា proxy war បន្ទាប់មកទៅវាកើតចេញជាសង្គ្រាមលោកលើកទី3អញ្ចឹងប្រទេសតូចៗខ្លះគ្មានវាសនាបានឆ្លងកាត់លើកទង់ជាតិរបស់ខ្លួននៅក្នុងសង្គ្រាមលោកលើកទី3ផងវាបានបាត់មុនសង្គ្រាមលោកលើកទី3ទៅទៀតនេះគឺជាអ្វីដែលខ្ញុំអាចជំរាបជូនការយល់ឃើញមិនកំណត់ថាត្រូវទេហើយការយកឃើញនេះវាឆ្លងបញ្ចាំងអំពីប្រវត្តិមនុស្សដែលគ្មានប្រវត្តិដូចដើមចេកដែលគ្មានក្លឹមនឹងរំពឹងឲ្យនៅយូរឆ្នាំមិនបានផ្លែផ្កាហើយក៏កាប់ចោលអញ្ចឹងទៅប្រសិនបើជាជនជាតិមួយមិនស្គាល់ប្រវត្តិអរិយធម៌វប្បធម៌សាសនាដូនតាវាគ្រាន់តែជាជនជាតិមួយដែលទទួលបាននៅបដិវត្តពណ៌ដែលងាយរលំដោយមិនចាំបាច់មានកម្លាំងឬមហាអំណាចណាមកស្ដោះឬក៏ផ្លុំនោះទេពិភពលោកមានការកើតហើយក៏មានការរលត់ដែរមហាអំណាចកើតមកក៏មានការរលំយើងឃើញអាណាចក្រអង្គរកើតមកបន្ទាប់ពីមានការបដូរផ្លាស់ការបាក់បែកសាសនាទំនៀមទម្លាប់ប្រពៃណីការផ្លាស់ប្ដូរគោលនយោបាយផ្នត់គំនិតច្បាប់ក៏មានការដួលរលំអាណាចក្រមួយកើតឡើងខ្លាំងដោយសារតែប្រព័ន្ធច្បាប់អាណាចក្រមួយចាប់ផ្ដើមខ្សោយដោយសារតែភាពអនាធិបតេយ្យមិនមានជីវិតមួយណាដែលរស់នៅក្រោមភាពអនាធិបតេយ្យហើយរីកចម្រើនទេមានតែមនុស្សដែលមានវិន័យមានមនុស្សមានច្បាប់មានក្បួនមានទម្លាប់យល់អំពីប្រវត្តិសាស្ត្រទើបអាចមានភាពរីកចម្រើនបានបើអត់មួយក៏ត្រូវមានមួយដែរប្រសិនបើមិនយល់អំពីប្រវត្តិសាស្ត្រក៏ជាមនុស្សមានវិន័យដែរបើមិនមែនជាមនុស្សមានវិន័យក៏ជាមនុស្សចូលចិត្តរៀនសូត្រដែរបើមិនមែនជាមនុស្សចូលចិត្តរៀនសូត្រក៏ជាមនុស្សដែលមានការរក្សាផ្លូវចិត្តយ៉ាងមានសណ្ដាប់ធ្នាប់ផងដែរនេះគ្រាន់តែជាការយល់ឃើញតែប៉ុណ្ណោះសូមអរគុណសូមជម្រាបលា